យីម៉ងសង្ហាក៏សង្ហាលះក៏លះលោកអើយលេងឡើងពេញឆាកហើយឡើងចូលគ្នាឡើងដូចក្រុមតែមួយមកក្រុមពីរផ្សេងគ្នាសោះហ្នឹង perform ឡើងលះឡើងស៊ាំជាមួយនឹងទឹកដីកម្ពុជាតែម្ដងសង្ស័យមកពីទឹកបដូរនិស័យ Gainsborough ទៅដឹងមើលកោះញ៉ាំអញ្ចឹងមើលឡើងតំណងហត់មិនមែនញ៉ាំទឹកទេគឺញ៉ាំប៊ីយ៉ាចាលោកអើយលោកខែតាគេសង្ហាសំបីតែញ៉ាំប៊ីយ៉ាក៏សង្ហាដែរលោកអើយអាវខើចលើកទៅចិញ្ចកេះខោតិចនឹងស្អាតយ៉ាងនេះចា Super Junior DNE ហើយជាមួយនឹង EXO Soho ចាពិតជាលេងចូលគ្នាតែម្ដងចារត់ពេញឆាកចុះទៅខាងក្រោមហើយមកដល់ខាងលើវិញមានការជាការថើបដៃ fan អូយនិយាយតែពីថាមួយឡើងចំណែនកូនក្មេងនឹងតែម្ដងណាដែលបានក្រុមកូរ៉េឃើញផបថើបដៃនិយាយរួម fan គ្រប់គ្នាគឺអត់ចង់ឲ្យ concert កាលពីយប់ថ្ងៃទី1ខែសីហានឹងចប់ទេពេលដែលពួកគាត់ដើរទៅក្រោយនឹងមួយគឺអត់ចង់ឲ្យចប់ទេទៅជាលក្ខណៈ set វិញណាពួកគាត់ពិតជារួសរាយរាក់ទាក់ព្យាយាមនិយាយភាសាខ្មែរព្យាយាមកត់ប្រយ៉ងជាភាសាខ្មែរដើម្បីនិយាយមកកាន់ fan ពួកគាត់អញ្ចឹងបានថាធ្វើឲ្យ fan ហ្នឹងគឺថាដកចិត្តតែម្ដងហើយសម្រាប់ក្រុមហ៊ុន Gainsborough វិញក៏លយទៀតគិតដល់មែនតើគឺចែកមួកស្លឹកត្នោតចំនួន 10000 មួកទៅដល់ក្រុម fan អ្នកគាំទ្រគឺថាពាក់ទៅឡើងស្អាតទទួលស័ក្តិសមតែម្ដងគឺថាក្រោមដំណក់ទឹកភ្លៀងមួកស្រាលហើយតំណាងឲ្យខ្មែរទីពិតជាអាចបង្ហាញនៅអត្តសញ្ញាណរបស់ខ្មែរទៅជុំពិភពលោកបានមែនហើយសំខាន់ណាស់មេក្រុមរបស់ EXO Soho ពេលទៅដល់ប្រទេសកូរ៉េវិញគឺផុសសរសើរពីប្រទេសកម្ពុជាមិនដាច់ពីមាត់ទេហើយផុសថាកម្ពុជាពិតជាមានសុវត្ថិភាពហើយប្រជាជនគឺរាក់ទាក់ហើយការទទួលកក់ក្ដៅពី fan ទៀតនោះគាត់ពិតជាស្រឡាញ់ប្រទេសកម្ពុជាហើយនឹងត្រឡប់មកម្ដងទៀតគាត់តែងតែឮគេនិយាយមិនល្អពីប្រទេសកម្ពុជាប៉ុន្តែពេលមកផ្ទាល់គឺខុសដាច់ចា